ជំរាបសួរចឹងនេះខ្ញុំមកចែកចម្លែកបងប្អូនបន្តនៅស្រៈទី22ចឹងជួបខ្ញុំបន្តទៀតហើយជាមួយនឹងរបៀបនៅក្នុងការរៀនអក្សរបារ៉ែលចឹងខ្ញុំបង្រៀនឬក៏បង្ហាញបងប្អូនជាចំណុចអក្សរបារ៉ែលនេះគឺគោលបំណងគឺចង់ចែករំលែកឲ្យបងប្អូនយល់ដឹងដូចគ្នាជាពិសេសបងប្អូនដែលមានពិការភាពផ្នែកៗឲ្យគាត់មិនបានចូលរៀនដោយសារគាត់ផុតអាយុផុតអីចឹងទៅចឹងគាត់ចង់ចេះគាត់ចង់យល់ដឹងចង់មានអក្សរអានចង់បានអានព័ត៌មានដូចគេគឺគាត់អត់បានរៀនគឺគាត់អាចយកវីដេអូរបស់ខ្ញុំយកអនុវត្តការសរសេរហើយរៀនអនុវត្តតាមនឹងបានចឹងនេះខ្ញុំមកចែកចម្លែកបន្តនៅស្រៈទី22តែមុននឹងចូលដល់ស្រៈទី22ជាស្រៈ S នេះខ្ញុំសូមរំលឹកឡើងវិញបន្តិចថាស្រៈទី21របស់យើងនេះគឺជាស្រៈ off ចឹងស្រៈ off នេះគឺមានចំណុចរបស់យើងគឺដើម្បីសេចេញស្រៈ off រៀងបែបនេះបានគឺយើងត្រូវចុចចំណុច1ចំណុច3ចំណុច4និងចំណុច6ចឹងបន្ទាប់មកនេះជាស្រៈ S ដែលបងប្អូនត្រូវសិក្សាស្វែងយល់ថ្ងៃនេះគឺរៀងបែបនេះជាចំណុចអក្សរបារ៉ែលអញ្ចឹងដើម្បីសរសេរឲ្យទៅចេញទៅជាស្រៈ S បានយើងត្រូវសរសេរចំណុច1ចំណុច3និងចំណុច6អញ្ចឹងបែបនេះអញ្ចឹងបងប្អូនមើលទៅ1 3 6ជាស្រៈ S តោះឥឡូវកុំឲ្យខាតពេលបងប្អូនបានឃើញរឿងហើយឥឡូវបងប្អូនមករៀនអនុវត្តការសរសេរជាមួយខ្ញុំនេះអញ្ចឹងយើងចុចចំណុច1មកនៅក្នុងបន្ទប់ slate ហ្នឹងដំបូងឡើយជាចំណុច1ហើយយើងចុចមកយើងចុះមកក្រុមចំណុច2អត់ទេចំណុចចំណុច3អញ្ចឹងយើងចុចចំណុច3មកហើយយើងឡើងទៅលើចំណុច4អត់ដែរចំណុច5អត់ដែរចំណុច6យើងចុចអញ្ចឹងយើងចុចអញ្ចឹងមក1 3 6 1 3 6មកនេះអញ្ចឹងខ្ញុំបើកឲ្យបងប្អូនមើលអញ្ចឹងនេះដែលខ្ញុំសេអំបញ្ញមិញនេះជាស្រៈ S អញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងមកឲ្យបងប្អូនមើលនៅលើសៀវភៅគំរូនេះដៃខ្ញុំនេះជាស្រៈ S នៅលើសៀវភៅគំរូចំណុចអក្សរបារ៉ែលហើយដៃខ្ញុំមកខាងនេះជាស្រៈ S ដែលខ្ញុំសរសេរមុនហ្នឹងអញ្ចឹងម្ដងទៀតស្រៈ S របស់យើងគឺយើងមានចំណុច1ចំណុច3និងចំណុច6ដើម្បីសរសេរឲ្យទៅជាស្រៈ S ជាចំណុចបារ៉ែលហ្នឹងគឺយើងចុចចំណុច1ចំណុច3ចំណុច6ហើយខ្ញុំបានបញ្យល់បងប្អូនច្រើនហើយច្រើនដងច្រើនលើកច្រើនសារតាក់ទងមួយ6ចំណុចនៃ slate អញ្ចឹងទីតាំងចំណុចទាំង6សំខាន់អញ្ចឹងអានេះខ្ញុំមកចែករំលែកបងប្អូនប៉ុណ្ណឹងជួបខ្ញុំនៅវីដេអូក្រោយទៀតអានេះខ្ញុំនឹងចែករំលែកបន្តនៅស្រៈទី23នៅក្នុងវីដេអូក្រោយអញ្ចឹងស្រៈ S របស់យើងត្រឡប់មកវិញគឺមានចំណុច1ចំណុច3និងចំណុច6ម្ដងទៀតចំណុចរបស់ស្រៈ S ជាចំណុចអក្សរបារ៉ែលហ្នឹងគឺមានចំណុច1ចំណុច3និងចំណុច6អរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដាននៅលើ page New Generation ជាមួយខ្ញុំកន្លងមកជម្រាបលា